លោកគ្រូអេបថងបានចុះមកពង្រឹងសមត្ថភាពបន្ថែមទៅកាន់អេអាមរិនដោយសារតែអេអាមរិនមានកាតព្វកិច្ចសំខាន់មួយនៅក្នុងសប្តាហ៍នេះគឺត្រូវជួបតទល់ជាមួយនឹងធីមអូស្ត្រាលីដែលទីតាំងប្រកួតនៅស្រុកការីវងខេត្តតាកែវនៅថ្ងៃទី8មិថុនានេះក្នុងកម្មវិធី Gangsbird គុនខ្មែរ Tour ដូច្នេះតែអាមរិនគាត់យល់ឃើញយ៉ាងណាចំពោះដៃគូរបស់គាត់ក្នុងសប្តាហ៍នេះមករីករាយទស្សនាវីដេអូដូចតទៅងាកមកកាន់សប្តាហ៍នេះការប្រកួតនៅទឹកដីខេត្តតាកែវប៉ះជាមួយនឹងខាងធីមអូស្ត្រាលីនេះស្គាល់ដៃគូយើងខ្លះហើយជួយគាត់ល្អមានបានមើលវីដេអូអត់វីដេអូបានមើលខ្លះហើយបាទនៅតែជាកីឡាករក្បាច់ដដែលឬក៏ប្រភេទកីឡាករបុកអីមិនទេជ័យចំមកគឺអស់មកចាស់មកចាប់ហ្មងអីរៀងរើកពូកពើមិនដែរផោមកនេះបាទឥឡូវអាមរិនឃើញថាការប្រកួតដូចជា2 3ប្រកួតមុនហ្នឹងគឺបងប្អូនថាមិនសូវទៅពេញចិត្តលទ្ធផលពាក់ព័ន្ធទៅនឹងការប្រកួតរបស់អាមរិនផ្ទាល់ឥឡូវមករយៈក្រោយមានប្រឹងប្រែងពាក់ព័ន្ធទៅនឹងការបង្ហាត់ដើម្បីថាឲ្យប្រជាប្រិយភាពរបស់យើងនេះគឺកាន់តែល្អជាងមុននេះបាទបាត់រហូតដល់អត់ហ៊ានផ្លែប្រហែសទេណាដូចអ៊ំមុំមិញឯហ្វេននេះមិនមានតែ10អរគុណអ៊ំមុំមិញឯហ្វេនបានឆ្លាញ់ជួយចិត្តខ្ញុំហើយក៏ឆ្លាញ់គុណខ្មែរអស់ទាំងក្លឹបខ្ញុំក្លឹបរបស់គ្រូអូខេណាអរគុណច្រើនអញ្ចឹងអា